រឿងក្មេងកង្វៀលជាមនិងសុបិនចម្លែកកាលពីព្រេងនាយមានក្មេងប្រុសកង្វៀលជាមម្នាក់ឈ្មោះថាសាន់ទីហ្គោគាត់គឺជាយុវជនម្នាក់ដែលស្រឡាញ់សេរីភាពហើយតែងតែដើរតាមហ្វូងជាមរបស់គាត់ឆ្លងកាត់វាលស្រែនិងទីក្រុងនានាយប់មួយសាន់ទីហ្គោបានដេកនៅក្រោមដើមឈើចាស់មួយនៅឯព្រះវិហារដែលបាក់បែកនៅក្នុងសុបិនរបស់គាត់បានឃើញកុមារម្នាក់ដែលលេងជាមួយជាមរបស់គាត់ហើយភ្លាមនោះកុមារនោះបាននាំគ្នាទៅកាន់ពីរ៉ាមីតដ៏ធំមួយនៅក្នុងប្រទេសអេស៊ីបនៅទីនោះកុមារនោះបានប្រាប់គាត់ថាបើសាន់តាហ្គោទៅដល់ពីរ៉ាមីតនោះគាត់នឹងរកឃើញកំណប់ទ្រព្យដ៏សម្បើមមួយសុបិននោះបានកើតឡើងពីរដងជាប់គ្នាហើយវាបានធ្វើឲ្យសាន់តាហ្គោឆ្ងល់យ៉ាងខ្លាំងជំពូកទី2ស្ដេចអាថ៌កំបាំងនិងសញ្ញាអំពីវាសនាសាន់តាហ្គោបានទៅជួបស្ត្រីម្នាក់ដែលមានបាតដៃដែលបានអានបាតដៃហើយនឹងបកស្រាយសុបិនរបស់គាត់នាងបានប្រាប់គាត់ថាគាត់ត្រូវតែទៅកាន់ប្រទេសអេស៊ីបដើម្បីស្វែងរកកំណប់ទ្រព្យនោះទោះជាយ៉ាងណាក៏ដោយសាន់តាហ្គោមិនបានជឿទាំងស្រុងនោះទេមួយសន្ទុះក្រោយមកគាត់បានជួបបុរសចំណាស់ដ៏អាថ៌កំបាំងម្នាក់ដែលអះអាងថាជាស្ដេចនៃសាឡែមស្ដេចមីឈីសាដេកបានលើកទឹកចិត្តសាន់តាហ្គោឲ្យដើរតាមសុបិនរបស់គាត់ដោយពន្យល់ថាមនុស្សគ្រប់រូបសុទ្ធតែមានវាសនាផ្ទាល់ខ្លួន personal legend ដែលត្រូវបំពេញស្ដេចបានឲ្យដុំថ្មពីរដុំដល់សាន់ទីហ្គោឈ្មោះថាយូរីមហើយនឹងហាមីមដែលអាចជួយគាត់នៅក្នុងការសម្រេចចិត្តនៅពេលដែលគាត់មិនច្បាស់លាស់ស្ដេចបានប្រាប់គាត់ថានៅពេលដែលគាត់ពិតជាចង់បានអ្វីមួយសកលលោកទាំងមូលនឹងរួមគំនិតគ្នាដើម្បីជួយអ្នកឲ្យសម្រេចវាពាក្យទាំងនោះបានដក់ជាប់នៅក្នុងចិត្តសាន់ទីហ្គោការធ្វើដំណើរដល់អាថ៌កំបាំងនិងមេរៀនជីវិតសាន់ទីហ្គោបានលក់ជាមរបស់គាត់ហើយចាប់ផ្ដើមធ្វើដំណើរដ៏វែងឆ្ងាយទៅកាន់ប្រទេសអេស៊ីបនៅពេលដែលគាត់ទៅដល់ទីក្រុងថាញ់ជេរ៉ឺនៃប្រទេសអាហ្វ្រិកខាងជើងគាត់ត្រូវបានគេបោកប្រាស់ហើយនឹងបង់ប្រាក់អស់គាត់មានអារម្មណ៍ថាអស់សង្ឃឹមប៉ុន្តែគាត់នឹកឃើញពាក្យរបស់ស្ដេចមីឆេលស៊ីដេកគាត់ក៏បានចាប់ផ្ដើមធ្វើការជាមួយនឹងឈ្មួញលក់ត្រីគ្រីស្តាល់ម្នាក់ដើម្បីសន្សំលុយបន្តដំណើរក្នុងអំឡុងពេលនោះគាត់បានរៀនមេរៀនជាច្រើនអំពីការតស៊ូហើយនឹងភាពអត់ធ្មត់ហើយនឹងការជឿជាក់លើខ្លួនឯងគាត់បានជួយឈ្មួញគ្រីស្តាល់ពង្រីកមុខរបរដោយប្រើប្រាស់គំនិតច្នៃប្រឌិតរបស់គាត់បានរៀនថាសូម្បីតែក្នុងស្ថានភាពលំបាកបំផុតក៏ដោយក៏នៅតែមានឱកាសសម្រាប់ការកើនឡើងនៃភាពជោគជ័យដែរស្នេហានៅលើវាលខ្សាច់និងគ្រោះថ្នាក់ដោយមានលុយគ្រប់គ្រាន់សាន់ទីហ្គោបានបន្តដំណើរឆ្លងកាត់វាលខ្សាច់សាហារ៉ាគាត់បានចូលរួមជាមួយនឹងខារ៉ាវ៉ាន់ហើយបានជួបនឹងជនជាតិអង់គ្លេសម្នាក់ដែលកំពុងតែស្វែងរកអ្នកជំនាញខាងគីមីវិទ្យា Alchemy នៅក្នុងអំឡុងពេលដែលធ្វើដំណើរគាត់បានជួបជាមួយនឹង Fatima ដែលជាស្ត្រីម្នាក់នៅលើវាលខ្សាច់ហើយបានលង់ស្នេហ៍ស្រឡាញ់នាងភ្លាម Fatima បានក្លាយទៅជាកម្លាំងចិត្តដ៏សំខាន់បំផុតសម្រាប់គាត់ទោះបីជាយ៉ាងណាក៏ដោយការធ្វើដំណើរហើយនឹងឆ្លងកាត់វាលខ្សាច់ដ៏មានគ្រោះថ្នាក់ដោយសារតែសង្គ្រាមរវាងកុលសម្ព័ន្ធសាន់ទីហ្គោត្រូវបានបង្ខំឲ្យប្រើប្រាស់ចំណេះដឹងរបស់គាត់អំពីធម្មជាតិហើយនឹងបេះដូងរបស់គាត់ដើម្បីរស់រានមានជីវិតជំពូកទី5 Alchemy និងការរកឃើញខ្លួនឯងទីបំផុត
Santiago បានជួបជាមួយនឹង Alchemist ដែលជាបរិសុទ្ធចំណាស់ម្នាក់ដែលមាននៅប្រាជ្ញាឆ្លៀសវៃហើយអាចប្រែក្លាយលោហៈធាតុធម្មតាទៅជាមាស Alchemist បានសាកល្បង Santiago តាមវិធីជាច្រើនដើម្បីមើលថាតើគាត់ពិតជាយល់អំពីភាសាពិភពលោកហើយនឹងព្រលឹងនៃពិភពលោកដែរឬទេ Alchemist បានបង្រៀន Santiago ថាកំណប់ទ្រព្យពិតប្រាកដមិនមែនជាមាសនោះទេប៉ុន្តែជាដំណើរការនៃការស្វែងរកខ្លួនឯងហើយនឹងការយល់ដឹងពីគោលបំណងនៃជីវិតគាត់បានប្រាប់ Santiago ថាបេះដូងរបស់អ្នកសន្ធិដ្ឋនៅក្បែរដែលកំណប់ទ្រព្យរបស់អ្នកសន្ធិដ្ឋនៅចំពោះទី6ទីបំផុតកំណប់ទ្រព្យ Santiago ហើយនិង Alchemist បានបន្តដំណើរទៅពីរ៉ាមីតពេលដែលទៅដល់ Alchemist បានបាត់ខ្លួន Santiago បានចាប់ផ្ដើមជីកកកាយនៅជិតពីរ៉ាមីតដោយដែលគាត់បានសុបិនខណៈពេលដែលគាត់កំពុងតែជីកគាត់ត្រូវបានចោរប្លន់មួយក្រុមចាប់បានហើយវាយ៉ាងដំណំមេក្រុមចោរបានសើចចំអកឲ្យគាត់ហើយប្រាប់គាត់ថាគាត់ក៏ធ្លាប់សុបិនឃើញកំណប់ទ្រព្យដែរមេក្រុមចោរបាននិយាយថាកំណប់ទ្រព្យរបស់គាត់គឺសន្ធិដ្ឋនៅក្រោមដីឈើចាស់មួយនៅឯក្បែរព្រះវិហារដែលបាក់បែកក្នុងប្រទេសអេស្ប៉ាញកន្លែងដែល Santiago ធ្លាប់ដេក Santiago ត្រូវបានគេដោះលែងហើយគាត់បានដឹងភ្លាមថាកំណប់ទ្រព្យដែលគាត់ស្វែងរកពេញមួយជីវិតគឺសន្ធិដ្ឋនៅកន្លែងដែលគាត់ចាប់ផ្ដើមដំណើរចេញវិញគាត់បានត្រឡប់ទៅផ្ទះវិញហើយបានជីកកកាយនៅក្រោមដើមឈើចាស់នោះទីបំផុតគាត់បានរកឃើញទ្រូងដែលពោពេញទៅដោយមាសហើយនឹងគ្រឿងដ៏មានតម្លៃមេរៀនដែលទទួលបានពីផ្កាយរះក្រោមដីជឿជាក់លើវាសនាផ្ទាល់ខ្លួនរបស់ខ្លួនមនុស្សគ្រប់គ្នាមានគោលបំណងតែមួយគត់នៅក្នុងជីវិតកុំខ្លាចក្នុងការដើរតាមបេះដូងរបស់អ្នកឧបសគ្គគឺជាឱកាសរាល់ការលំបាកនៅក្នុងជីវិតគឺជាមេរៀនដែលធ្វើឲ្យយើងរឹងមាំនិងមានប្រាជ្ញាកំណប់ទ្រព្យពិតប្រាកដគឺជាដំណើរការនៃភាពជោគជ័យមិនមែនគ្រាន់តែជាលទ្ធផលចុងក្រោយនោះទេប៉ុន្តែជាបទពិសោធន៍ដែលយើងទទួលបានអំឡុងពេលស្វែងរកស្ដាប់បេះដូងរបស់អ្នកនឹងនាំអ្នកទៅកាន់កន្លែងដែលអ្នកត្រូវការភាពក្លាហាននៅក្នុងការចាប់ផ្ដើមពេលខ្លះយើងត្រូវតែហ៊ានលះបង់មួយដើម្បីចាប់ផ្ដើមនៅការធ្វើដំណើរទៅកាន់អ្វីមួយប្រសើរជាងក្តីសុបិនរបស់អ្នកមិនដែលនៅឆ្ងាយពេលខ្លះអ្វីដែលយើងស្វែងរកយ៉ាងយូរគឺសន្ធិដ្ឋនៅជិតយើងបំផុតរឿងផ្កាយរះក្រោមដីបង្ហាញថាគំនិតវិជ្ជមានភាពក្លាហាននិងភាពជឿជាក់លើខ្លួនឯងគឺជាកូនសោដ៏សំខាន់នៅក្នុងការសម្រេចក្តីសុបិនកុំខ្លាចការស្វែងរកវាសនាផ្ទាល់ខ្លួនរបស់អ្នកហើយដឹងថាសកលលោកនឹងគាំទ្រអ្នកជានិច្ចនៅពេលដែលអ្នកពិតជាប្រាថ្នាចង់បានអ្វីមួយចេញពីបេះដូងរបស់អ្នកអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូខ្ញុំសង្ឃឹមថាវីដេអូនេះអ្នកទាំងអស់គ្នាស្ដាប់ទៅមានការចាប់អារម្មណ៍ហើយនឹងជឿចិត្តហើយរឿងនេះក៏មានអត្ថន័យអប់រំក្នុងនឹងយ៉ាងល្អផងដែរខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចក្រេបជញ្ជក់នៅអត្ថប្រយោជន៍នៅក្នុងរឿងនេះហើយអាចយកវាទៅអនុវត្តនៅក្នុងជីវិតរបស់យើងបច្ចុប្បន្នបានហើយកុំភ្លេចជួយ Subscribe ក៏ដូចជាដាក់សញ្ញាកណ្ដឹងផងដែរហើយខ្ញុំក៏អរគុណអ្នកទាំងអស់គ្នាផងដែរសម្រាប់ការតាមដានវីដេអូក៏ដូចជាស្ដាប់ហើយបើសិនជាអ្នកទាំងអស់គ្នាកំពុងតែស្ដាប់នៅវីដេអូនេះសូមកុំភ្លេចជួយ comment ប្រាប់ផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនៅក្នុងការផលិតវីដេអូបន្តទៀតអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូ See you tomorrow